trong claim EOT តែអត់ចេះទៅសេមែន អ្នកទាំងអស់គ្នាដឹងអត់មិនថាអ្នកទាំងអស់គ្នាពូកែធ្វើផែនការពូកែធ្វើ planning ការងារមិនក៏ដោយក៏ជាអត់ផុតពីបញ្ហា delay schedule ដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចេះវិធី claim EOT ពីពេលឥឡូវទៅ EOT ពាក្យពេញវានៅវីដេអូមុនយើងបានស្គាល់ហើយថាជាពាក្យថា extension of time extension of time គឺសំដៅទៅលើការពន្យាពេលសាងសង់ដែលបន្ថែមពីលើកុងត្រាកិច្ចសន្យាដែលយើងបានមានធ្វើជាមួយនឹងខាងម្ចាស់គម្រោងខ្ញុំសូមបញ្ជាក់បន្ថែមបន្តិចប្រភេទការងារដែល delay មិនមែនសុទ្ធតែអាច claim EOT បានទេអញ្ចឹងមានតែប្រភេទការងារមួយចំនួនដែលខ្ញុំបានបង្ហោះនៅក្នុងវីដេអូមុនហើយអញ្ចឹងអ្នកដែលមិនទាន់បានដឹងអាចទៅមើលវីដេអូមុនបន្តិចដើម្បីយើងតន់អស់គ្នាណាបាទឥឡូវខ្ញុំចូលទៅដល់សាច់រឿងយើងវិញនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញថាតើយើង claim EOT ដែលត្រឹមត្រូវហើយវា proper official របៀបម៉េចដែលយើងអាចទទួលបាន approval ពី client ពេលខ្លះមូលហេតុដែលអាច claim EOT គឺជាមូលហេតុហ្នឹងហើយប៉ុន្តែបើយើងអត់ចេះទៅសេអត់ចេះរៀបចំនៅឯកសារជាលក្ខណៈផ្លូវការដើម្បី claim ទៅគេទៅ client ទេណា claim EOT អត់បានទៀតអញ្ចឹងវាត្រូវការរៀបចំឲ្យវា well structure writing អំពីការ claim EOT អ្នកទាំងអស់គ្នាកុំលេងសើចបើសិនជាគម្រោងធំៗគេពិន័យមួយថ្ងៃជួនកាល $4,000 ក៏មានដែរអញ្ចឹងទាំងអស់គ្នាទៅមើលគៀបដែលយើងសរសេរការងារ claim EOT ទាំងអស់គ្នាតើខ្ញុំលើកយក EOT claim draft template មួយមកបង្ហាញជាឧទាហរណ៍ធាតុផ្សំដែលយើងយកមកសរសេរ EOT draft នេះយើងមាន4ណាទី1យើងមាន description of work ទី2យើងមានមូលហេតុអីដែល delay ទី3គឺយើង claim EOT គេចំនួនរយៈពេលប្រមាណទី4គឺជាឯកសារយោងអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើម specific ថា scope ការងារអីដែល delay ឥឡូវហ្នឹងបន្តមកទៀតតើការងារ delay ហ្នឹងអ្នកណាគេ instruct យើងឲ្យធ្វើឬក៏វាមានភាគីផ្សេងដែលគេ impact មកលើយើងធ្វើឲ្យយើងរងគ្រោះទៅជា delay អញ្ចឹងអាមូលហេតុដែលធ្វើឲ្យយើង delay ហ្នឹងបើយើងយោងទៅតាមកុងត្រាតើគេសរសេរនៅក្នុងប្រការណាមួយយើងត្រូវលើកមកអញ្ចឹងណាអញ្ចឹងកន្លងបន្ទាប់យើងចាប់ផ្ដើមដាក់នៅ attachment reference ឯកសារយោងទាំងអស់ចូលមកឥឡូវនេះខ្ញុំចាប់ផ្ដើមបញ្ចូលនៅទិន្នន័យចូលជាឧទាហរណ៍ណាឧទាហរណ៍ថាគេបន្ថែមការងារ structure ជាមួយឯកតិចចំនួន5ជាន់បន្ថែមទៀតអញ្ចឹងអ្នកដែល issue ការងារហ្នឹងមកគឺខាង client អញ្ចឹង case នេះឧទាហរណ៍ថានៅក្នុងកុងត្រាគេបានចែងនៅក្នុង section ទី4នេះអញ្ចឹងទៅ clause 4.1.2 អញ្ចឹង reference យើងគឺយើងមាន sign instruction ដែលចេញពី client លេខរៀងទីប្រមាណមកហើយយើងចាប់ផ្ដើមបរិយាយការងារយើងមកថាគេបន្ថែមការងារ slab 5ជាន់ហ្នឹងគឺយើងនឹងមានការសង់ slab ចំនួន5ជាន់បន្ថែមជាមួយនឹងការងារ masonry ជាមួយនឹង painting ខ្ញុំឧទាហរណ៍ណាបន្តមកទៀតយើងចាប់ផ្ដើមបរិយាយនៅ event នៃការងារ delay នឹងចេញមកហើយនឹង duration ដែលយើង estimate ថាត្រូវការរយៈពេលប្រមាណឧទាហរណ៍ថា90ថ្ងៃដែលខ្ញុំដាក់អញ្ចឹងទៅហើយយើង attachment មកថាមានអីខ្លះដែលជាលក្ខខណ្ឌដែលយើងត្រូវឯកសារយោងភ្ជាប់ហើយណាអញ្ចឹងឯកសារយោងមានអីខ្លះយើងភ្ជាប់អញ្ចឹងទៅខ្ញុំសង្ឃឹមអ្នកនរបានទទួលចំណេះដឹងថ្មីហើយនឹងចែករំលែកទៅអ្នកដទៃតាមរយៈវីដេអូនេះកុំភ្លេចចុច like ហើយនឹង share បើសិនជាស្រឡាញ់ចូលចិត្តអមត្រូវអ្នកនរបាយបាយ